ប្រកបពេញចិត្តជាមួយនឹងសកម្មភាពបាញ់សាប៊ូក៏ដូចជាបាញ់ទឹកនៅក្នុងវីដេអូដែលខ្ញុំថតបាញ់ឡានតន្ត្រាធំណាហើយតម្រូវការរបស់គាត់ហាក់បីដូចជាស្តៀងគ្នាផងដែរអញ្ចឹងទៅគាត់ក៏កម្មង់ទៅអាមកជុតដែរជុតនេះផងដែរបងប្រុសគាត់អត់ជជែកពិភាក្សាច្រើនទេដោយសារតែគាត់រវល់ជាមួយនឹងការងារហើយដោយសារតែគាត់មានការពេញចិត្តនិងទំនុកចិត្តរួចស្រេចហើយគាត់ក៏ធ្លាប់ដឹងដែរថាខាងយើងគឺយើងអត់ផ្គត់ផ្គង់ឬមកក៏លូកឲ្យទៅបានលុយទេហើយអ្វីដែលទៅប្រើអត់បានលើពីឈប់ស៊ីនក៏យើងអត់ចង់លូកដែរបានន័យថាយើងរីកមិនទៅគាត់បែបណាដែលថាវាអស់សក្តានុពលរបស់ពេលវាហើយនឹងលៀងបែបទំនើបបែបរហ័សនិងសន្សំចៃចំពោះភ្ញៀវដែលជាវនៅខាងយើងគឺគាត់បានខ្លាយទៅជាសមាជិករបស់យើងអញ្ចឹងហើយអញ្ចឹងយើងមានធានាទៅលើម៉ាស៊ីនក៏ដូចជាគ្រឿង accessory សេវាអនាម័យតមសពគ្រប់នៅពេលដែលប្រើច្រើនឆ្នាំទៅហើយគាត់មានសិទ្ធិអត្ថិភាពលើពីភ្ញៀវដទៃថងថាយើងដោះស្រាយជូនគាត់មុន